បាទសួស្តីបងប្អូននៅថ្ងៃក្នុងមួយរយៈនេះបាទខ្ញុំអត់សូវបានចេញវីដេអូអីទេបាទដោយសារតែបានស្រុកទេមានបញ្ហាខ្លះៗបាទពាក់ព័ន្ធនឹងការឈ្លានពានបាទពីសំណាក់ប្រទេសសៀមបាទហើយធ្វើឲ្យបាទមានការស្លាប់ហើយគ្រប់គ្រងរបស់មួយចំនួនផងដែរចឹងទៅខ្ញុំអត់ស្អាតចិត្តទេបងប្អូនហ្នឹងហើយដូចខ្ញុំបានជម្រាបចឹងបាទមួយរយៈនេះខ្ញុំមិនសប្បាយចិត្តទេបាទហើយក៏អត់បានគេងដែរបងប្អូនចឹងទៅខ្ញុំឈឺបាទហើយខ្យល់បងប្អូនក៏ខ្ញុំទៅ emergency ដែរបាទខ្យល់អត់បានគេងសឹងមួយយប់ទល់ភ្លឺបងប្អូនទៅគឺហេតុការណ៍ដែលកើតឡើងហ្នឹងតាំងពីថ្ងៃទី12បងប្អូនបាទ November 12បាទដែលបាទមានការបែកបាហាបាទមកលើជនជាតិខ្មែរយើងបាទដែលជាជនជាតិស៊ីវិលជាជនធម្មតាហ្នឹងបាទហើយគាត់បាទត្រូវបានបាទរបួសដល់ទៅ3នាក់ហើយស្លាប់បាទម្នាក់ចឹងខ្ញុំបាទសូមជម្រាបសោកស្ដាយហើយក៏បាទខ្ញុំដូចជាមានអារម្មណ៍ដូចតង់ទ្រូងបងប្អូនខ្ញុំចង់ទៅដែរបាទខ្ញុំកុំតែមានកូនតូចនេះខ្ញុំចង់ទៅមែនតើបងប្អូនហើយខ្ញុំមានឃើញបាទបងប្អូននៅភូមិនោះបាទគាត់បាទគឺគាត់ជំនះទៅនៅតំបន់មានសមត្ថភាពចឹងណាហើយខ្ញុំបាទចង់ទៅគាត់ជួយមែនតើបងប្អូនប៉ុន្តែដោយសារតែអតិស័កបាទខ្ញុំឈឺចំពេលនេះខ្ញុំអត់បានគេងបងប្អូនដល់ពេលយើងអត់បានគេងទៅយើងធ្លាក់ខ្លួនឈឺបណ្ដោយបាទខ្ញុំចូល emergency room ចូលអីចឹងទៅហើយមួយអាទិត្យនឹងខ្ញុំអត់សូវស្រួលខ្លួនដែរបាទទឹកថ្ងៃនេះរងក្រំបាទហ្នឹងហើយបងប្អូនបាទខ្ញុំពិតជាបាទសោកស្ដាយមែនទែនហើយក៏ខ្ញុំអត់មានអារម្មណ៍បាទថតអីទៀតទេបងប្អូនបាទហ្នឹងហើយវីដេអូដែលខ្ញុំផុសចុងក្រោយបាទតែទៅមុនអ៊ំទុំហ្នឹងបងប្អូនឃើញតែខ្ញុំផុសព្រឹកមិញទេបាទចឹងទៅខ្ញុំអត់ចង់ផុសផងបងប្អូនបាទតែដោយសារខ្ញុំបាទខ្ជិលទុកវីដេអូចោលខ្ញុំចង់បាទចេះតែផុសទៅចង់ទុកជាអនុស្សាវរីយ៍ផ្សេងចឹងណាបាទហើយហ្នឹងហើយបងប្អូនខ្ញុំបើសិនជាមានឱកាសបាទខ្ញុំនឹងរៀបចំបាទជាលក្ខណៈនិយាយជំរាបបងប្អូនបាទពីបញ្ហាស្ថានភាពទូទៅបាទដែលមានឡើងបាទទៅមានខ្មែរថៃហ្នឹងបងប្អូនតែខ្ញុំក៏អត់មានពេលបងប្អូនរវល់ពេកបាទចាំមើលមានឱកាសខ្ញុំនឹងព្យាយាមធ្វើជូនពុកម៉ែបងប្អូនទស្សនាបាទហើយហ្នឹងបងប្អូនបាទសម្រាប់បាទឱកាសពេលនេះបាទខ្ញុំកំពុងតែនៅដាក់ពីអនហើយវាមិនសូវបាទមានកន្លែងថតដែរដោយសារគេមានតែកម្មវិធីបងប្អូនសម័យឥឡូវគេមានកម្មវិធីច្រើនដែរបាទនៅគ្រប់បាទមិនថាម៉លមិនថានៅកន្លែងផ្សេងៗទេមានកម្មវិធីច្រើនបងប្អូនចឹងទៅខ្ញុំបាទខ្ញុំអត់សូវមានពេលវេលាទេបងប្អូនបាទឥឡូវរវល់ដែរបាទតែខ្ញុំចិត្តតែឆ្លៀតទេបងប្អូនហ្នឹងអូខេបាទហ្នឹងបងប្អូនដែលចង់ទស្សនាមួយពួកយើងទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃសៅរ៍មកកាហ្វេប្រោងដល់3បងប្អូនហ្នឹងហើយខ្ញុំញ៉ាំពីរងហើយបាទចឹងទៅបាទចិត្តជិះផតបងប្អូននៅប្រោងមួយថ្ងៃនេះទៅជាថ្ងៃសៅរ៍គឺមានកម្មវិធីខ្លះៗបាទខាងជប៉ុនគេរៀបចំកម្មវិធីបងប្អូនអូខេបាទចាំទស្សនាទាំងអស់គ្នាបាទចូលខាងក្នុងបាទគេមានរៀបចំស្អាតហ្នឹងហើយបាទចាំមើលមានស្អីខ្លះបាទចាំទស្សនាកន្លែងនេះបងប្អូនគេមានតាំងបាទមានផ្លែឈើបាទហើយទឹកផ្លែឈើបងប្អូនទឹកនេះគឺជាទឹកប៉បងប្អូនបាទទឹកបាទទឹកប៉មកបងប្អូនហើយបាទគេមានប៉មានអីចឹងទៅផ្លែឈើបងប្អូនហើយបន្លែបាទនេះបន្លែស្អីទៀតបើទៀតអូផ្លែឈើនេះមកពីខាងណាវិញអូនផ្លែឈើនេះមកពីខាងណាផ្លែឈើមកពីជប៉ុនបាទមកពីជប៉ុនអូមកពីជប៉ុនអូគាត់ថាមកពីជប៉ុនបងប្អូនបាទជប៉ុននេះសម្រាប់គេអូ right there អូផ្លែឈើជប៉ុនបាទអញ្ចឹងបាទខ្ញុំឃើញគាត់ផ្លែនេះវាគាត់ដល់ល្ពៅតម្លៃបាទ$12បងប្អូនពួកគាត់ជប៉ុនផ្លែឈើជប៉ុនវាច្រើនតែថ្លៃបងប្អូនបាទthis kind of fruits and vegetables is import from Japan, so the price is gonna be is higher than the Cambodia grow. So because everything is labor cost, import cost, tax, everything so included. So everything's it's gonna be high price than the local farm. So this is very expensive. This is ខ្ទឹមបារាំងបងប្អូនបាទ This is onions អានេះ tomato បាទអានេះត្រឡោមបាទអានេះក៏ត្រឡោមដែរបងប្អូនហ្នឹងហើយប៉ុន្តែតម្លៃបងប្អូនឃើញស្រាប់ហើយបាទគាត់តែក្រូចពេជ្របងប្អូននេះបាទ$4.50 សេនបងប្អូនបាទមានតម្លៃប្រត់ទេហ្នឹងហើយហើយប៉មនេះខ្ញុំក៏មិនដឹងតម្លៃប៉ុន្មានដែរបងប្អូនបាទតែប៉ជប៉ុនតម្លៃបងប្អូនបាទផ្លែប៉មមួយតម្លៃ$1បងប្អូនអូខេ
reasonable អូខេហ្នឹងបងប្អូនចង់បង្ហាញចឹងបាទនិយាយនេះគឺផលិតផលនៅទីនេះគឺបទរបស់សិប៉ុនសុខសាបងប្អូនណាបាទអញ្ចឹងអ្វីបទផលបងប្អូនដឹងស្រាប់ហើយបាទគុណភាពគឺបាទដាច់គេលើពិភពលោកហើយបងប្អូនបាទអូខេបាទអរគុណច្រើនហើយចាំមើលទស្សនាបន្តទៀតបងប្អូនទៅកន្លែងផ្សេងៗបាទកន្លែងនេះនៅកន្លែងទឹក sauce បងប្អូនបាទសម្រាប់យើងយកទៅលាយបន្លែលាយអីចឹងណាបាទហ្នឹងអូគេមានខ្មែរយើងនេះខៃស្បាខៃស្ទឹងខ្ញុំឲ្យយើងញ៉ាំហ្វ្រីបងប្អូនបាទនេះចង់ញ៉ាំអីញ៉ាំទៅបាទជាមួយនឹងបាទនិយាយទៅយើងដើរតែមួយជុំឆ្អែតហើយបងប្អូនបាទការបង្ហាញបាទជាមួយនឹងអីផលទៀតបងប្អូនចង់ទិញទៅបាទយើងប្រើឆ្នាំនេះបាទគឺយើងប្រើជាមួយនឹងបច្ចេកវិទ្យាវិទ្យាសាស្ត្រអានេះក៏ផលជាដែរជាផលដែរបងប្អូនបាទហ្នឹងហើយផលិតផលពីច្រើនវាខ្ញុំថាអញ្ចឹងបាទទៅរបស់ជប៉ុនទេបងប្អូនហើយគុណភាពតម្លៃបាទវាទៅតាមនឹងបងប្អូនសម្រាប់ជប៉ុនបងប្អូនស្រាប់ហើយបាទរបស់គាត់គឺសំខាន់គឺគាត់គិតនឹងគុណភាពបាទហើយមានប្រសិទ្ធភាពហ្នឹងហើយបាទខាងមុខបាទក្នុងទីចូលអូខេហើយអរគុណបាទកម្មវិធីរបស់យើងនៅតែបន្តមកក្នុងការបង្ហាញយកមកពីខេត្តណាបងប្អូនបាទបង្ហាញរឿងនេះបាទចូលរួមខេត្តចៃសុបាទខ្ញុំអត់ដែរស្គាល់ទេបងប្អូនខ្ញុំអត់ដែរទៅជប៉ុនបងបាទហ្នឹងហើយគឺមានហោហាចំបងប្អូនបាទសម្រាប់ខ្ញុំក៏មានបាទផ្សេងៗបាទច្រើនទៀតដើម្បីឲ្យបងប្អូនទាំងគ្នាបានចូលរួមលក់ជាមួយនឹងផលិតផលរបស់ជប៉ុនបាទនៅក្នុងកម្មវិធីបាទជំនាញ fair បាទ2025នេះបាទហើយក៏ជាកម្មវិធីសប្តាហ៍ចុងបង្ហើយដែរបាទដែលយើងធ្វើ3សិនមកពីជប៉ុនទាំងអស់មែនទេចាមកជប៉ុនទាំងអស់បាទធ្វើរាល់ហើយចឹងនៅសល់តែ EON 3បាទរយៈពេល3ចឹងបងប្អូនមកពីជប៉ុនបាទហើយបងប្អូនទាំងអស់គ្នាបាទមកហើយបាទអាចចូលរួមលក់បាទចូលរួមទិញជាមួយនឹងផលិតផលជប៉ុនបាទនៅក្នុងថ្ងៃនេះបាទដែលជាផលិតផលអាហារហើយនិងភេសជ្ជៈបាទពេលបងប្អូនបាទចូលរួមបាទកុំភ្លេចបាទទិញហើយបងប្អូនគិតលុយហើយបាទមកឆ្លើយ survey បាទនៅនេះបាទនៅខាងស្នាមដៃឆាកនេះដើម្បីយើងមានឱកាសឈ្នះរង្វាន់បាទនំហើយនឹងផលិតផលបាទរបស់ជប៉ុនបាទព្រមទាំងបាទសមុទ្រយន្តហោះបាទអញ្ចឹងការឆ្លើយ survey បាទរបស់បងប្អូនអាចមានឱកាសឈ្នះបាទសមុទ្រយន្តហោះណាបងប្អូនណាបាទបើសិនតែបងប្អូនចាប់បានសមុទ្រយន្តហោះយើងនឹងធ្វើការប្រគល់ជូនបាទជាមួយនឹងបាទសមុទ្រយន្តហោះតែម្ដងមានជាហោះហើយចឹងបងប្អូនបាទមើលខ្ញុំមកកន្លែងផ្សេងៗទៀតបាទតូបនេះបាទគេមានលក្ខណៈដូចជំនុំនេះបងប្អូនស្គាល់ដែរបាទបាទលើកលែងដែរស្គាល់ទេបងប្អូនបាទគឺនេះបាទអរគុណបងប្អូនណាបាទអូខេបាទហើយពេលវេលារបស់យើងអានេះលោកអីខ្លះបងប្អូនអានេះមានស្អីខ្លះដែរនេះអានេះស្អីខ្លះដែរបងប្អូនអាចទិញបន្តទៀតណាប្រភេទនំមិនក៏ប្រភេទនំសុទ្ធហ៎អូអូខេនំរហូតដល់ថ្ងៃទី30មានច្រើនណាស់បងខាងណាបងមានជាផាច់ចំហុយហើយម៉ូឈីអីមានអូជាមួយបាញ់ឃើញមិនដែរបាទជាមួយគាត់ឲ្យពួកដែរបាទអរគុណណាហ្នឹងបងប្អូននៅប្រភេទមាននំបាទមានប្រភេទទៅសម្រាប់ក្មេងៗបងប្អូននិយាយរួមគាត់ហ្នឹងគឺសម្រាប់ក្មេងៗតែ3ថ្ងៃទីបាទក្មេងៗនិយាយទៅក្មេងៗត្រូវមកបងប្អូនបាទតាមសាលារៀននេះអីបាទរបស់ជប៉ុនគឺមួយបងប្អូនបាទ21 22 23អញ្ចឹងបងប្អូនអាចទិញទុកញ៉ាំបានហើយណាបាទដើម្បីយើងអាចញ៉ាំបានហ្នឹងពិសេសជូនបងប្អូនស្គាល់អីចឹងណាបាទតែសិនរបស់ជប៉ុនសុទ្ធបងប្អូនបាទហើយគុណភាពបាទគឺផលិតផលអាហារល្អដាច់លេខលើពិភពលោកហើយបងប្អូនបាទរបស់ជប៉ុនបាទមានតែស្គាល់គ្រាប់បងប្អូននេះសម័យខ្ញុំពីក្មេងបងប្អូនបាទខ្ញុំញ៉ាំនេះស្គាល់គ្រាប់ផលបាទអីគឺរបស់ក្មេងហើយបងប្អូនបាទអាចមកឆ្លើយសំណួរបាទនៅទីនេះបានបាទនឹងហៅហាយចុះបងប្អូនឆ្លើយសំណួរបាទយករង្វាន់នេះចាំមើលខ្ញុំមើលកន្លែងណាផ្សេងទៀតបាទមានអីហើយគេឲ្យយើងញ៉ាំហ្វ្រីបងប្អូនបាទមានគ្រប់ចឹងណាបាទស្រោបជើងបាទការមានទឹកបាទចឹងបើសិនតែបងប្អូនបាទមកសាកសួរព័ត៌មានហើយយើងធ្វើការឆ្លើយសំណួរនេះដើម្បីធ្វើបានរង្វាន់ផងដែរកន្លែងមិញបងប្អូនបាទខ្ញុំហ្វ្រីបន្លែបាទអូខេបាទកន្លែងនោះភេសជ្ជៈបាទកន្លែងនេះ ice cream បាទសាស្ត្ររបស់ជប៉ុនណាបាទដែលមានការបង្ហាញជួយនឹងការព្យាបាលជូនបងប្អូនទាំងគ្នានិយាយទៅ ice cream គាត់បងប្អូនដំណងបងប្អូនបាទជប៉ុនបាទមានគេធ្វើពី matcha មានអីផ្សេងៗចឹងណាបងប្អូនបាទឃើញនេះបងប្អូនមកពី strawberry បាទផ្លែក្រូចបាទពីផ្ទាំងបាយជូរពីអីចឹងហើយខាងនោះគឺមានទៀតបងប្អូនបាទហ្នឹងហើយនេះប្រភេទដូចជានំបងប្អូនបាទសាច់អីចឹងណាបាទសាច់ក្តាមបាទអូយមានគ្រប់បងប្អូនបាទនិយាយទៅប្រភេទ sushi ដែរហ្នឹងបងប្អូនដូចខ្ញុំជម្រាបចឹងបាទគេមានទិដ្ឋផលមកពីជប៉ុនច្រើនហើយហ្នឹងហើយយើងចង់បានបាទយើង
មើលទៅតាមបាទរបស់ណាយើងចង់បានចឹងទៅបាទមានមកពីជប៉ុនគឺសិតតែជារបស់ដែលមានគុណភាពបងប្អូនបាទនិយាយទៅគឺដាច់លេខយើងជិះទៅបងប្អូនបាទរបស់ជប៉ុនគឺគ្មានប្រទេសណាដែលធ្វើដូចគាត់ទេសូម្បីតែផ្លែឈើក៏ដោយបាទនៅអាមេរិកក៏ថ្លៃមួយគាត់ដែរបាទត្រាំងបាយជូរធ្លាប់តែឃើញបាទត្រាំងបាយជូរ1គីឡូដូចជា$40បាទរបស់ជប៉ុនហ្នឹងណាបាទហ្នឹងហើយមានលក់ដល់នៅអ៊ីអនហ្នឹងបងប្អូនបាទចឹងបាទផ្លែឈើបាទគាត់ទៅបន្លែគាត់អីបងប្អូនឃើញទេបាទលពៅ1 2ដល់ដល់250បាទអញ្ចឹងតែលពៅខ្មែរយើងមួយតែ2000នឹងអូខេបាទខុសគ្នាចឹងបងប្អូននឹងសម្រាប់បាទគុណភាពក៏ខុសគ្នាដែរហើយនេះសាច់បងប្អូនសាច់ជប៉ុននេះប្រភេទសាច់ទីខ្លះទេនេះបាទចាំមើលខ្លួនបង្ហាញបាទបាទសាច់មួយបងប្អូនហើយបាទតម្លៃមិនថ្លៃប៉ុន្មានដែរបងប្អូនបាទreasonableបាទ$25 1ក្រាមបាទ100ក្រាមវាស្មើមួយខាំបងប្អូនតាមមើលខ្ញុំ not sure but that's what I believe it so 1គីឡូ250ហើយចឹង maybe អូខេបាទហើយសាច់បាទមាននេះ100ក្រាមស្មើមួយខាំមែនទេអូនចាអូបាទ100ក្រាមស្មើមួយខាំត្រូវហើយហ្នឹងហើយសាច់គោនេះប្រភេទសាច់គោនាំចូលពីជប៉ុនតណាគោជប៉ុនហើយនេះប្រភេទពួក A5 ហ្នឹងចាមាន A5 ដែរអូខ្ញុំធ្លាប់ល្បីតែ A5 ខ្ញុំធ្លាប់ស្គាល់បាទនៅស្រុកគេអាហ្នឹង A5 ហ៎ចា A5 អូសុំមួយតិចបាទនេះ A5 brand មីយ៉ាសាកេ brand ហ្នឹងគេគាត់ទៅខាងអូគុណចាបាទខាងខ្ញុំមិនមានទេបាទវ៉ាវសវេបាទពីកម្មវិធីដែលបងប្អូនស្គាល់តែទិញផលផងហើយយើងចូលរួមឆ្លើយសវេដើម្បីទទួលបានរង្វាន់ A5 បងប្អូនខ្ញុំធ្លាប់ស្គាល់បាទដើម្បីទទួលបានរង្វាន់ហ្នឹងបាទសម្បត្តិយន្តហោះឥឡូវគឺយើងបានរកឃើញអ្នកឈ្នះសម្បត្តិយន្តហោះសាកដែរបងប្អូនបាទនៅតែស្អាតបងប្អូនបាទហើយមិនទាន់អស់ទេណាបាទសម្បត្តិយន្តហោះមិនមែនមានតែមួយទេបាទយើងរកឃើញបាទជាមួយនឹងអ្នកឈ្នះរង្វាន់បាទមានគ្រប់បងប្អូនបាទយើងរកឃើញបាទជាមួយនឹងអ្នកឈ្នះរង្វាន់បាទសម្បត្តិយន្តហោះហើយចង់តាក់ទងទិញតាមរយៈណាអូនចានេះទិញឥឡូវបានឬក៏អាចថាថ្ងៃក្រោយបងចង់ទិញអាចមកអ៊ីអនទិញក៏បានដែរមានលក់នៅកន្លែងណាអ៊ីអននៅកន្លែងប្រភេទទូកកន្លែងដែលមានលក់ត្រីសាច់អូកន្លែងមានត្រីសាច់ខ្ញុំលក់មានជាប្រចាំនៅនឹងរហូតចឹងហ៎អូខ្ញុំស្មានតែមានថ្ងៃហ្នឹងទៅយកមកទេអូថ្ងៃនេះយើងមានប្រម៉ូសិនបាទយើងប្រម៉ូសិនធ្វើជូនបាទរង្វាន់ដល់ពេលបន្តិចនេះបាទយើងទិញ3ប្រអប់បាន1 free បានកាបូប class A អូបានកាបូប class A 1អូខេបាទយើងទិញ3បានកាបូប class A 1បងប្អូនបាទគេហៅ cooler bag មួយបាទអូខេ it's good very good បាទហ្នឹងហើយបងប្អូនបាទតម្លៃគាត់យកជ្រាបចឹងបាទមួយខាំស្មើ1ក្រាម1ក្រាម100ក្រាមស្មើ1ខាំបាទអញ្ចឹងបងប្អូនឃើញតម្លៃនៅក្នុងនេះបាទគេមានដាក់បាទ5 12 5តាមបាទមានគុណភាពសាច់ចឹងណាបាទដូចនេះមួយខាំវាជិត$20អញ្ចឹងវា1គីឡូវាចង់$200តែអានេះ1គីឡូ250 60ហើយបងប្អូនបាទហ្នឹងហើយបងប្អូនឃើញស្រាប់ហើយបាទតម្លៃប៉ុណ្ណឹងហើយអូខេបាទហើយជាងចង់ជួអីជួទៅបាទជាងអីលក់នេះបាទជាងជួបានបាទអរគុណច្រើនណាស់អានេះក៏ផែនហុកជ្រូកជាមួយវ៉ាសាប៊ីអានេះពងត្រីនេះស៊ីនខាងនោះមិញបាទវ៉ាសាប៊ីនេះអានេះធម្មជាតិសុទ្ធនេះអានេះគេដុំតាមមើលនេះចេញពីអានេះពីគេបាទអានេះ natural you see natural wasabi I know very expensive អូខេបាទអញ្ចឹងឥឡូវនេះយើងរកឃើញម្ចាស់រង្វាន់និយាយទៅសប្បាយបងប្អូនបាទយើងមកមានកូនមានចៅអីបាទដើរពុកទៅបាទហើយយើងឆ្លាញ់របស់ណាផលណាយើងចង់ទិញបាទហើយសម្រាប់ក្មេងៗបាទគឺសុវត្ថិភាពណាស់បងប្អូនថាយើងទិញយកសម្រាប់កូនខ្ញុំនិយាយកាប់ពិតខ្ញុំមិនមែនជាអ្នកជាទេបងប្អូនតែគាត់ថាសម្រាប់កូនទូទៅបាទខ្ញុំទិញរបស់ជប៉ុនបាទហើយជួយខ្ញុំទិញទីអនទេបន្លែក៏ដោយទិញទីអនទេហើយដោយសារអនហ្នឹងគាត់យកផលិតផលខ្មែរយើងបាទផលិតផលខ្មែរដែលមាន organic បាទមិនខ្ញុំទិញផលិតផលជប៉ុនទេណាទិញផលិតផលខ្មែរតែផលិតផលខ្មែរដែលគេមានហើយពិនិត្យចេញពី USDA ត្រឹមត្រូវបាទខ្មែរយើងក៏មាន USDA ដែរបាទអញ្ចឹងទៅខ្ញុំជួយមកទិញបន្លែផ្លែឈើនៅអនប៉ុន្តែជាផលិតផលខ្មែរបាទខ្ញុំទិញរាល់ថ្ងៃខ្ញុំប្រើប្រាស់ហ្នឹងបងប្អូនបាទអញ្ចឹងទៅនឹងបងប្អូនចង់មកអនមានផលិតផលខ្មែរដែលគេត្រួតពិនិត្យចេញពី USDA បាទ
អញ្ចឹងយើងបាទជួយជាក់ហើយញ៉ាំទៅល្អបងប្អូនកូនខ្ញុំអីបាទឥឡូវគាត់ចាប់តាមទៀតញ៉ាំហើយបាទផ្លែឈើស្ដីផ្លែនេះទិញនៅអនទៅបាទសម្រាប់បាទជាច្រើនតម្លៃមិនខុសគ្នាប៉ុន្មាននៅយ៉ាងក្រៅទៀតវាតម្លៃក្របើតបស៊ូរបស់គូតែបាទរួមចំណែកបងប្អូនបាទសម្រាប់បាទការតាំងពណ៌ហ្នឹងបងប្អូនឃើញបាទមានប៉ុណ្ណឹងឯងហើយលទ្ធផលគេមួយគេជាបាទពីចេញពីខេត្តណាតំបន់ណាអញ្ចឹងណាបាទប៉ុន្តែបាទគាត់និយាយទៅគាត់មានការរៀបចំបាទស្ដាប់ធ្នាប់ហើយក៏គុណភាពនឹងក៏គិតណាបងប្អូនបាទខ្ញុំសូមសរសើរបាទស្អីបាទស្អីទៅគេដែរអូននេះបាទនំហ៎ Mochi. អូនំមូឈី ចា អូយនំមូឈីបងប្អូន Mochi strawberry. Oh strawberry okay which is strawberry បងបាទ Wow អានឹងចង់ទិញបាននៅ Eon មានលក់ជាប្រចាំមែនទេ 3ថ្ងៃ ប៉ុន្តែមានជាប្រចាំទេថ្ងៃក្រោយគេចង់មករកអីនៅ Eon មានទេមានលក់ទេគេចង់បានថ្ងៃក្រោយគេចង់មករកនៅ Eon មានលក់ទេលក់នៅកន្លែងណានៅម្ដុំហ្នឹងដែរអញ្ចឹងអូខេអញ្ចឹង Eon មានដែរផលិតផលហ្នឹងណាមែនទេអូខេអូខេហ្នឹងហើយបងប្អូនបើចង់រកអីនៅ Eon មានជាប្រចាំបងប្អូនបាទមិនមែនមានថ្ងៃហ្នឹងទេបាទអ្វីដែលគាត់ថាគឺមានជាប្រចាំបាទអានេះពេញអូលីវអានេះពេញអូលីវមែនទេអូន អានឹងស្រាធំក្រូច អូស្រាទៅ សាកេ អូខេសាកេអូខេចូលជប៉ុនខ្ញុំអត់ដឹងបាទអត់ចេះអានទេបងប្អូនវ៉ាវសាវហើយសម្រាប់ញ៉ាំជាមួយនឹងញ៉ាំជាមួយនេះហ៎ណាបាទគេមានសាច់បាទមានសមុទ្រអីផ្សេងៗបាទយើងញ៉ាំជាមួយស្រាសាកេគេហ្នឹងបងប្អូនបាទអូខេបាទហ្នឹងហើយសម្រាប់បាទការតាំងមានប៉ុណ្្នឹងហើយបាទហើយនេះក៏គឺសម្រាប់នេះតាមអត់សាច់ក្តាមនេះហាត់មឹក អានេះគេ ហាត់មឹក អូផឹកអានេះមឹកអានេះសាច់ក្តាមបងបាទវ៉ាវទីទៀតហ្នឹងគាត់ធ្វើឲ្យយើងភ្លុះហើយបាទអូខេបាទល្អមែនទេ តម្លៃតែ2.5ទេ តម្លៃប៉ុន្មានអូន តម្លៃ2.5 2.5 2.5អូ10000ណា10000មកប្រអប់អីចង់និយាយចឹង មកកញ្ចប់វាមាន2 អូមកកញ្ចប់មាន2បាទតម្លៃតែ10000ដូចខ្មែរស្មើនឹង2.5 US dollars $2.50 អូខេបាទ Okay reasonable price this is the real crab you see it's not use the yeah អានេះមិនមែនធ្វើជាម្សៅអីទេបងប្អូនបាទគេធ្វើពី natural crab បងប្អូនបាទជប៉ុនគាត់ធ្វើបានល្អបងប្អូននិយាយគេដាក់នៅតាមកន្លែង sushi ថ្លៃៗមានលក់បាទប្រភេទអញ្ចឹងបាទហ្នឹងហើយបាទដូចខ្ញុំជម្រាបជូនបាទកន្លែងគេរៀបចំមានប៉ុណ្ណឹងហើយគេមានកម្មវិធី judo កម្មវិធីអីផ្សេងៗបាទហ្នឹងហើយបាទរៀបចំឲ្យស្អាតណាបងប្អូនហ្នឹងបាទអូខេបាទសូមអរគុណបាទចាំទស្សនាបន្តទៀតអូកន្លែងនេះគេឲ្យចាប់ឆ្នោតចាប់ឆ្នោតនឹងបានអីអូនចាប់ឆ្នោតបានអីខ្លះអូវ៉ាន់នេះហ៎អូខេបាទ ស្បែកជើង ស្បែកជើងណាអូការទឹកឡើងអូខេបាទពីក្រុមហ៊ុនបាទ It's Japan Fair អូមិនមែន promotion ទេខាងក្រុមហ៊ុនគាត់នេះបាទអាកាសចរជាតិកម្ពុជាបាទ Air Cambodia launching schedule flight between Cambodia and Japan អូក្រុមហ៊ុនជប៉ុនដែរបងប្អូនហ្នឹងហើយបាទក្រុមហ៊ុនអាកាសចរគាត់មានការចាប់ឆ្នោតបងប្អូនចូលក្លុកបាទចាប់នៅក្នុងកុំព្យូទ័រគេឲ្យរបស់យើងបាទល្អពីយ៉ាងដែរបាទអូកន្លែងនេះគឺមានលាមីបងប្អូនបាទអូលាមីជាស្អីបាទវាស្ជាបាទផ្សេងបាទពីផលិតផលបាទរបស់ជប៉ុនបងប្អូនចាំមើលទៅកន្លែងនេះមានអីទៀតសួស្តីបងប្អូនសាទៀតបាទហ្នឹងហើយបងប្អូនបាទកន្លែងហ្នឹងបាទមានតាំងច្រើនណាបងប្អូនហើយកម្មវិធីគេមានដល់ល្ងាចដល់ជប់ទៀតបងប្អូនខ្ញុំអត់បាននៅដល់ទេបាទហើយនេះជាកម្មវិធីគេទឹកតែចាប់ដើមបាទនេសាទស្មានេះគឺទឹកតែប្រឡំបានហើយបងប្អូនក៏បងមួយហើយបាទខ្ញុំចេញពីកាហ្វេមិញទៅហ្នឹងហើយបងប្អូនកន្លែងនេះគេមានតាំងប៉ុណ្្នឹងឯងសម្រាប់កម្មវិធីនៅ Eon បាទបងប្អូនសូមជម្រាបទីតាំងនៅកន្លែងនេះគឺនៅក្នុង Eon 3ផ្លូវ60ម៉ែត្របាទ
នៅតែអនមានជ័យហ្នឹងបាទហើយតែ location គាត់ហ្នឹងគឺរយបងប្អូនបាទយើងវិញគេហ្នឹង location គាត់នៅកន្លែងហ្នឹងគឺនៅជិត Brown កាហ្វេហើយក៏នៅជិតនឹងកន្លែងគេហៅថាលក់ម្ហូបអាហារមានខាប់ឈៀរៀងមានអីហ្នឹងក្រួយបងប្អូនបាទហើយបាទទីតាំងនេះគឺគេលក់ខៅធម្មតាទេគឺប្រចាំបាទមានស្បែកជើងអីគឺទីតាំងធម្មតាទេបាទហើយ Starbucks គឺគេនៅនេះបាទហើយបាទនឹងចង់ជម្រាប location បងប្អូនចង់មកអីបាទនៅ location ហ្នឹងបាទបើដូចគេលេងនៅដល់ស្អែកទៀតបងប្អូនខ្ញុំអត់ដឹងដែរក៏មកសួរគាត់ហ្នឹងបងប្អូនហ្នឹងឯងហើយវិញជ្រាបចុះបាទកន្លែងនេះក៏គេមានតាំងជាលក្ខណៈនិយាយទៅគឺពេទ្យល្អបងប្អូនបាទខ្ញុំជាប្រចាំទៅពេទ្យបងប្អូនបាទ Sunrise Japanese Hospital នៅភ្នំពេញបាទគឺមានសាខាច្រើនប៉ុន្តែកន្លែងធំបំផុតគឺនៅក្រោយម្ខាងបងប្អូនចង់ជម្រាបបងប្អូនសិនជាបងប្អូនមកស្រុកខ្មែរបងប្អូនចង់រកពេទ្យអីដែលតម្លៃធូរថ្លៃហើយគុណភាពខ្ពស់អីគឺ Sunrise បងប្អូនបាទខ្ញុំសូមសបស្សាយជូន Sunrise តិចចុះបាទដោយសារខ្ញុំជា client patient គាត់ដែរបងប្អូនបាទខ្ញុំ patient បងដល់ Sunrise ដែរបងប្អូនរាល់ថ្ងៃហ្នឹងបាទអូខេនឹងបងប្អូនចង់ជម្រាបចឹងហើយបើសិនជាបងប្អូនចង់មើលឈាមចង់ check up អីនៅខាង Eon 2មានបងប្អូនបាទ Eon 2ក៏មានដែរបងប្អូនមិនចាំបាច់ទៅដល់ត្រង់ខាងទេបាទខ្ញុំបើ check up ជាប្រចាំអីខ្ញុំទៅ Eon 2ទេបាទខ្ញុំចេញពីជួសឈាមព្រលឹមឡើងនេះខ្ញុំទៅកាហ្វេបាទនៅ Eon 2ហ្នឹងតែហ្មងបាទយើងស្រួលដែរបាទតែ Eon 3ខ្ញុំមិនដឹងទេខ្ញុំប្រហែលជាមានឬក៏អត់ទេបងប្អូនបាទចាំស៊ើបសួរពីតាមហ្នឹងទៅបាទតែខ្ញុំជាប្រចាំខ្ញុំទៅ Eon 2មួយឈាមតែបើទៅជាបាលជំងឺអីធំទៅត្រង់ខាងបងប្អូនបាទសិនរ៉ៃបាទនេះពេទ្យជប៉ុនសពដែរបងប្អូនបាទនិយាយទៅបងប្អូនខ្ញុំគាត់កាលមុនមានបញ្ហារឿងគាត់ឈឺជាប្រចាំនៅអាមេរិកបាទដូចជាកាលនោះគាត់មើលអត់បាត់បងប្អូនបញ្ហាហើមជើងបាទឲ្យទៅជិះយន្តហោះហើមជើងបងប្អូនបាទខ្ញុំសូមជម្រាបបន្តិចកាលនោះគាត់ហើមជើងរហូតបងប្អូនអត់ជិះយន្តហោះហើមជើងទៅហើមឯងដល់ពេលហើមអត់បាត់គាត់ផឹកឆ្នាំនៅអាមេរិកផឹកអីក៏អត់បាត់បងប្អូនទៅសាន់រ៉ៃផឹកឆ្នាំបុរាណគេឲ្យឆ្នាំបុរាណខ្ញុំចង់អសោចបងប្អូនពេទ្យជប៉ុនពេទ្យសាន់រ៉ៃនេះគាត់ប្រាប់ថាឥឡូវគាត់ឲ្យឆ្នាំនៅតាមហ្នឹងគឺលក្ខណៈឆ្នាំបុរាណរបស់ជប៉ុនដល់ពេលគាត់ឲ្យមកបងប្អូនផឹកតែម្ដងគប់គេឲ្យផឹក3ដងមិនហ្នឹងមិនច្បាស់ហើយប៉ុន្តែផឹកតែម្ដងបាត់ហើយបាត់រាល់ថ្ងៃហ្នឹងគាត់ជិះយន្តហោះទៅណាក៏លើកអីដែរយើងអត់ជួលទៅបាទគឺប្រកែមែនទែនបាទខ្ញុំសូមសរសើរចឹងបានខ្ញុំគ្រួសារខ្ញុំហ្នឹងគឺជាប្រចាំពេទ្យសាន់រ៉ៃនឹងឯងបាទចឹងមកខ្ញុំចង់មកដល់ឃើញសាន់រ៉ៃខ្ញុំញាប់ឲ្យដែរបាទនេះបងប្អូនបាទហ្នឹងហើយបងប្អូនចង់បង្ហាញបាទហើយតំណែងមកលេខទូរស័ព្ទនេះទៅបាទហ្នឹងហើយបាទគេមានច្រើនបងប្អូនបាទគេមានដល់បាទសម្រាប់អ៊ំក្មេង baby គេមានដែរបាទមានមក complain បាទទីពេទ្យ Sunrise គឺ Sunrise Japanese Hospital នៅភ្នំពេញអូខេហើយសាខាដែលខ្ញុំបានជម្រាបចុះក៏មានផ្សេងដែរបងប្អូនបាទអូខេបាទចាំទស្សនាបន្តទៀតសួស្តីបងប្អូនសាទៀតនៅឥឡូវនេះខ្ញុំធ្វើដំណើរបាទទៅរកអីញ៉ាំមកផ្ទះបងប្អូនបាទដោយសារស្មាននេះម៉ោងឡាញ់ឆ្ងាយបាទមួយជាងហើយហ្នឹងហើយចឹងទៅបាទខ្ញុំទៅរកកន្លែងញ៉ាំនៅបាទនៅខាងគេមកផ្ទះបងប្អូនបាទហ្នឹងហើយបាទចាំទស្សនាទាំងអស់គ្នាបងប្អូនបាទចង់វិញផ្លូវឡើងតាមនេះបងប្អូនបាទសម្រាប់ Eon 3នេះធំមកបងប្អូនបាទយើងបាទអ្នកអត់ដែលធ្លាប់មកអីដើមវិញបងប្អូនបាទខ្ញុំលេងមកនឹកញយដែរប៉ុន្តែពេលខ្លះចង់វិញដែរបងប្អូនហ្នឹងហើយកន្លែងនេះស្ពានកញ្ចក់បងប្អូនបាទកាលពីសម័យមុន Eon 3បាទគាត់ល្បីបាទធ្វើដំបូងបាទម្នាក់គាត់ចង់មកលេងគេហៅកញ្ចក់បងប្អូនបាទយើងអាចមើលពីក្រោមឃើញបាទហ្នឹងតែខ្ញុំអត់ហ៊ានបង្ហាញបងប្អូនប៉ុណ្ណឹងបាទគេថតពីក្រោមទេបាទសម្រាប់ហាងហូបអាហារអីបងប្អូនចង់មកអីនៅជាន់លើបងប្អូនបាទជាន់ទី3ហ្នឹងមានច្រើនបងប្អូនបាទមានហាងគេច្រើនបើជាន់ទី1ក៏មានដែរបងប្អូនសម្រាប់ Eon ទី1គេផ្ទាល់តែនេះគឺចិត្តតែជាហាងរបស់គេផ្សេងទេបាទមិនជារបស់ Eon ទេបាទកន្លែង sushi បងប្អូនបាទហើយគេមានលក់ហាងគេហោហាយចឹងទៅបាទខ្ញុំចូលហាងខាងនេះក៏បានខាងនេះក៏បានបងប្អូនហ្នឹងខ្ញុំចង់ញ៉ាំកន្លែងបន្តិចបងប្អូនបាទមានលក់អីខ្លះបាទខ្ញុំនិយាយទៅនៅ Eon 2ខ្ញុំសាយចូលញ៉ាំបងប្អូនតែនេះ Eon 3ខ្ញុំមិនអាចញ៉ាំទេបាទគេមានលក់ហូបហាយចឹងទៅបាទសួស្តីបងប្អូនបាទខ្ញុំមកដល់កន្លែងញ៉ាំហើយបាទនេះបាទហើយហ្នឹងបងប្អូនខ្ញុំជម្រាបចឹងបាទកន្លែងនេះគឺជាហាងជប៉ុនហើយគឺមានបាទលក់ជាលក្ខណៈថាយើងកំងប៉ុន្តែគេរត់តាមអាទិភ្លើងឲ្យយើងបងប្អូនបាទនេះបាទគឺអាទិភ្លើងឲ្យយើងចឹងណាបាទនេះចាំមើលខ្ញុំបង្ហាញបងប្អូនតាមហ្នឹងបាទ
និយាយមាននៅអ៊ីអនខ្ញុំធ្លាប់ញ៉ាំអ៊ីអន2ប៉ុន្តែថ្ងៃនេះខ្ញុំសាកអ៊ីអន3ម្ដងបាទខ្ញុំមកថៃមកញ៉ាំអ៊ីអន3ផងបាទអូខេបាទខ្ញុំទស្សនាបន្តហ្នឹងបងប្អូនខ្ញុំចង់ជម្រាបចែកបងប្អូនបាទសិនជាខ្ញុំមានឱកាសបាទខ្ញុំព្យាយាមបាទបង្កើតនៅវីដេអូផ្សេងបាទសម្រាប់ជូនជាព័ត៌មានដល់ពុកម៉ែបងប្អូនបាទឲ្យដឹងបាទពីស្ថានភាពរវាងព្រំដែនខ្មែរថៃហ្នឹងខ្មែរសៀមបងប្អូនមិនខ្មែរថៃបាទគាត់ជាចៅសៀមបងប្អូនបាទគាត់ធ្វើបាទរំលោភបំពានបាទមកលើប្រទេសខ្មែរបាទជាប្រជាជនក៏ដូចជាប្រទេសតូចជាងគាត់បាទជាជនស្លូតត្រង់ណាស់បងប្អូនបាទប្រជាជនខ្មែរយើងមិនដែលមានបំណងណាចង់ទៅបាទឈ្លានពានប្រទេសគេទេបងប្អូនបាទតាំងពីដើមមកប្រជាជនខ្មែរយើងបាទមានចរិតសុភាពរៀបសារ slow boat បាទហើយក៏ត្រង់ដែរបងប្អូនបាទហ្នឹងហើយនិយាយទៅគឺសឹងភាពច្រើនណាស់បងប្អូនបាទជាតិសាសន៍ខ្មែរយើងលេចល្អណាស់យើងមិនប្រសាជាតិសាសន៍យើងប៉ុន្តែយើងមើលទៅតាមបាទជាតិសាសន៍ទីផ្សេងបាទខ្ញុំក៏ធ្លាប់រស់នៅប្រទេសអាមេរិកដែលមានជាតិសាសន៍បាទចម្រុះរាប់រយជាតិសាសន៍បងប្អូនបាទហ្នឹងហើយបងប្អូនខ្ញុំមានតែប៉ុណ្្នឹងហើយសម្រាប់កុំឲ្យបងប្អូនឆ្ងល់ថាមករយៈនឹងខ្ញុំមិនសូវបានចេញវីដេអូបាទហើយថ្ងៃនេះខ្ញុំអត់បានយកប្រពន្ធកូនខ្ញុំមកទេបងប្អូនបាទហ្នឹងហើយដោយសារតែមករយៈនឹងបាទមានអ្នកជំងឺច្រើនក្មេងៗបងប្អូនបាទគាត់ឈឺដោយសារផលអាកាសធាតុណាហ្នឹងដោយសារតែយើងនេះគឺហៅថារដូវរំហើយបងប្អូនបាទអាកាំងដូចគេហៅថាចូលដូចយើង winter spring អីចឹងណាបាទអញ្ចឹងទៅវាត្រជាក់ហើយអាកាសធាតុប្រែប្រួលលឿនភ្លៀងសឹងរាល់ថ្ងៃដែរបងប្អូនឥឡូវបាទខែនេះអត់សមភ្លៀងទេប៉ុន្តែភ្លៀងអញ្ចឹងទៅបាទគឺឲ្យសុខភាពម្នាក់ហ្នឹងគឺបាទអត់ទ្រាំវាបានទេបាទគឺថាចេះតែឈឺច្រើនណាជាពិសេសក្មេងបងប្អូនអញ្ចឹងខ្ញុំអត់ឲ្យកូនខ្ញុំមកនេះខ្លាចបញ្ហាសុខភាពឆ្លងពីក្មេងៗអញ្ចឹងណាបាទហើយហ្នឹងហើយបងប្អូនសម្រាប់ថ្ងៃនេះបាទខ្ញុំនឹងចង់ជម្រាបពុកម៉ែបងប្អូនបាទតាមអញ្ចឹងហើយហ្នឹងហើយក៏បាទមានវីដេអូជាបន្តបាទខ្ញុំនឹងរៀបចំបាទកន្លែងល្អកន្លែងណាប្លែកកន្លែងណាមានរបស់ថាខ្ញុំចិត្តតែចែកចង់ចែករំលែកបាទនិយាយទៅវីដេអូរបស់ខ្ញុំគឺចង់ចែករំលែកអ្វីដែលជាចំណេះដឹងពិតប្រាកដដល់ពុកម៉ែបងប្អូនបាទធ្វើជាការយល់ដឹងពុកម៉ែបងប្អូនមួយចំនួនដែលគាត់អត់បានបាទមកស្រុកខ្មែរឬក៏មិនសូវបានមកអញ្ចឹងទៅគាត់អាចទស្សនាវីដេអូរបស់ខ្ញុំគាត់អាចយល់ដឹងគាត់អាចស្គាល់គាត់អាចឃើញបាទភាពពិតយ៉ាងម៉េចបាទពីបច្ចុប្បន្ននៅស្រុកយើងក្តីបាទអញ្ចឹងទៅខ្ញុំតែងតែដឹកនៅរូបភាពដឹកនៅព័ត៌មានពិតបាទជូនដល់ពុកម៉ែបងប្អូនទស្សនាហើយខ្ញុំបាទបងប្អូនខ្ញុំអ្វីមិនពិតខ្ញុំអត់និយាយទេបាទអត់និយាយហើយអ្វីដែលមិនសមរម្យអ្វីដែលមិនល្អក៏ខ្ញុំអត់និយាយដែរពួកវាប៉ះពាល់ទៅដល់អ្នកមើលជាការពាក្យពេចន៍ដែលយើងនិយាយទៅវាអត់សិលធម៌អត់ត្រឹមត្រូវក៏ខ្ញុំអត់ប្រើដែរអញ្ចឹងខ្ញុំ channel ខ្ញុំគឺខ្ញុំជម្រាបចឹងបើសិនជាបងប្អូនបាទ comment ល្អខ្ញុំទទួលតែបើ comment អ្វីដែលល្អពួកខ្ញុំមិនមែនសម្រាប់ខ្ញុំទេបងប្អូនពួក comment អ្នកណាក៏អាចចូលមើលឃើញដែរអញ្ចឹងអ្វីដែល comment មិនល្អក្មេងតែគាត់បាទជំនាន់ក្រោយគាត់ចូលមើលទៅគាត់ឃើញ comment ពាក្យពេចន៍មិនល្អអាចគាត់យកពាក្យពេចន៍នឹងយកទៅប្រើប្រាស់អញ្ចឹងទៅខ្ញុំចង់សាកព្រោះនៅអ្វីដែលអត់សិលធម៌អ្វីដែលអត់ល្អទេអញ្ចឹងខ្ញុំចង់ឲ្យប្រជាជនខ្មែរយើងបាទពួកប្រជាជនខ្មែរយើងបាទតាំងពីដើមបាទគឺជាជនមួយដែលមានសិលធម៌មានវប្បធម៌ល្អណាស់បាទនឹងគ្មានអាណាសាងក៏វត្តបានទេបាទខ្មែរយើងសាងបានបងប្អូនបាទអញ្ចឹងទៅយើងបាទមោទនភាពដែលយើងកើតជាកូនខ្មែរហើយយើងក៏ថែរក្សានៅវប្បធម៌បាទសិលធម៌អ្វីដែលល្អបាទដល់ក្មេងជំនាន់ក្រោយគាត់ធ្វើតាមបងប្អូនបាទអញ្ចឹងទៅបាទយើងគួរតែចាប់ដើមបាទពីពួកយើងទៅបាទដើម្បីដល់ក្មេងជំនាន់ក្រោយឲ្យគាត់មានបាទឲ្យពិភពលោកស្គាល់ថាខ្មែរយើងល្អអញ្ចឹងបាទដូចជប៉ុនអញ្ចឹងបងប្អូនបាទជប៉ុនមិនដូចគេប្រហែលទសវត្សរ៍មុនហ្នឹងបាទនរណាមិនដឹងបាទជប៉ុនដែលសាមរ័យខ្លាំងបងប្អូនបាទតែឥឡូវទុនខ្លួនបំផុតគឺជប៉ុនហើយបងប្អូនពិភពលោកនេះបាទអញ្ចឹងខ្មែរយើងបាទគួរតែរៀនសូត្របាទនៅអ្វីដែលល្អបាទពីបណ្ដាជាតិសាសនាដែលល្អយើងគួរតែច្រឡំពីគេបាទហើយជាពិសេសពីជើងខ្លួនឯងហ្នឹងគឺយើងល្អតាំងពីដើមមកហើយបាទគឺមិនយើងរក្សាអ្វីដែលយើងល្អហ្នឹងឲ្យគិតថេបាទកុំឲ្យសាត់បាត់ពីថាបាត់សាបសូន្យណាបាទអូខេបាទមានតែប៉ុណ្្នឹងបាទសម្រាប់វីដេអូខ្ញុំហើយហ្នឹងបងប្អូនខ្ញុំគេលើកម្ហូបមកហើយបាទនេះបងប្អូនបាទ
bỏ đón bà cái rút tam này đi còn tay bắt kẹp như mấy cái thằng còn đưa món hình to là con bạn hai đứa không chịu thì sai anh đến đấy mà có nhưng mà đằng đá gì lên như mà con này okนั่นไงจังกุศลาบุญยุงประทานที่มาสุดเลยเป็นไม้มงคลสาธิตบ้างนั่นไงบางคนวิดีโอที่ว่ากระสุนมาจับตรงนี้ของได้บางไอ้ก็นั่นไงกระสุนคิมโปเราปกไม้ยิตาอมภูมิจะออกมาแต่แต่งตายมาจะนายพิวเลียดอเมนลำไล่บางกุศลารอวิดีโอของยมบางไอ้กระสุนคิมโปบางยิตาอมภูมิบางจุดตายสิบเลยซอกสเปกมงคลบางซอกติดล้อยืนดูตรงนี้บางให้ส่วนคุณเป็นคือ subscribe ในช่องរបស់ខ្ញុំបាទដើម្បីបានទទួលនៅរាល់វីដេអូក្រោយៗទៀតផងដែរហ្នឹងបងប្អូនខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលាបាយបាយ